ឈូត្រូវទ្រូងស្រីខ្មៅម៉ែអូនចិត្តក្តៅហើយបងទៅស្ដីថាខ្វះកន្លែងឯងគប់ណាស់អីមិនគប់ជើងដៃអ្វីផ្សេងទៅណាខ្មៅណាខ្មៅអើយតើបងចោលឈូត្រូវទ្រូងស្រីខ្មាប់ឲ្យអូនលុតផ្កាប់ទាត់ឆ្លាប់ចង្ការបងឈឺចុកចាប់ស្ទើរមរណាហើយអីប៉ាប៉ាកាចម្លេះនួនល្អណាខ្មាប់ណាខ្មាប់អើយតើបងចោលឈូត្រូវទ្រូងស្រីខ្មាច់យាយអូនក៏កាចស្ទុះខ្វាចមកបងក្រវេមក្រវាមក្រចកទាំងសងខ្វាចផងជេរផងបងខ្មាំងគេណាស់ណាខ្មាច់ណាខ្មាច់អើយកាលបងចោលឈូត្រូវទ្រូងស្រីខ្មឹកលឺលាន់សូដឹកខ្មឹកស្រែកអូយ៉ាងតានាងលូតធ្លោមកពីលើផ្ទះវាដៃឡើងផ្ទះ3 4កំភ្លៀងណាខ្មឹកណាខ្មឹកអើយត្រូវទ្រូងស្រីខ្មុំបងប្រុសនាងគុំជុំនួងរូបនាងលោតធាក់បងផឹងពីចំហៀងក្រិចរងតាផ្អៀងច្រៀងក៏លែងចាញ់ណាខ្មុំណាខ្មុំអើយកាលបងចោលឈូត្រូវទ្រូងស្រីក្មួយអីយ៉ាងអីយួយអួយអាណាខោកអញគឺពូនាងតាក្តាប់ដៃខំថ្មិញរួចហើយបងដឹងលែងឲ្យបងចោលឈូណាក្មួយណាក្មួយអើយចោលឈូងសតតែស្រីខ្មាច់ស្រីខ្មាប់ស្រីខ្មឹបស្រីក្មួយហ្មងអូមកផ្ទះនោះបងប្អូននាងស្រីម៉ៅស្រីម៉ាប់ស្រីម៉ាចស្រីមឹបស្រីមុំស្រីមួយតាតែចុះឯងមិនថាស្រីមុំស្រីមួយហើយតើស្រីក្មួយយ៉ាងម៉េចចុះខ្មែរយើងហៅឈ្មោះកូនចៅតែចឹងហៅម៉េចដូចនាងមីចឹងបើថាពេលខឹងហៅនាងខ្មៃដូចអាម៉ាប់ចឹងដល់ពេលតែខឹងស្រែកអាខ្មាប់ចឹងណាតែចៃដន្យណាតែលេងឈូងគប់ត្រូវឲ្យកូនចៅគេមកផ្ទះនឹងទាំងអស់គប់ត្រូវទ្រូងទាំងអស់ចៃដន្យចឹងហើយឯងទៅលេងតែម្នាក់ឯងហ្នឹងអីលេងគ្នាច្រើនហើយចាំមិនគប់តែឯងចឹងហើយចាំគេឲ្យខ្ញុំគប់ពួកខ្ញុំដៃត្រង់ត្រង់នោះត្រូវតែទ្រូងគេហ្នឹងធ្វើម៉េចបើនិស័យក៏មិនដឹងនិស័យអីលឺតែគេវាយចឹងហ៎ហ្នឹងហើយនិស័យគេផ្ទះគេទាត់ហ្នឹងហើយស្អីអាមកផ្ទះនោះកាចណាទាំងម៉ែទាំងឪទាំងយាយទាំងតាទាំងបងទាំងប្អូនហ្នឹងអីអូចៃដន្យមែនហ៎